មេរៀនទី54នេះគឺយើងនិយាយអំពីការបង្កើតក្របខ័ណ្ឌបញ្ញត្តិស្រាវជ្រាវដែលភាសាអង់គ្លេសយើងហៅថា conceptual framework តើនៅពេលណាយើងបង្កើតក្របខ័ណ្ឌបញ្ញត្តិស្រាវជ្រាវហើយយើងបង្កើតឡើងយ៉ាងដូចដេចអញ្ចឹងនៅក្នុងមេរៀននេះនឹងបញ្យល់ជូនដល់យើងទាំងអស់គ្នាតាក់ទងជាមួយនឹងការបង្កើតក្របខ័ណ្ឌបញ្ញត្តិស្រាវជ្រាវមុននឹងយើងឈានទៅដល់ការបង្កើតក្របខ័ណ្ឌបញ្ញត្តិស្រាវជ្រាវគឺទាមទារឲ្យយើងស្វែងយល់ថាតើបញ្ញត្តិហ្នឹងត្រូវបានបង្កើតឡើងឬក៏មានលក្ខណៈយ៉ាងដូចម្តេចអញ្ចឹងយើងត្រូវស្វែងយល់ថាបញ្ញត្តិហ្នឹងគឺត្រូវបានបង្កើតឡើងចេញពីអថេរបាទម្ដងទៀតគឺបញ្ញត្តិត្រូវបានបង្កើតឡើងចេញពីអថេរហើយអថេរត្រូវបានទាញចេញពីទ្រឹស្ដីផ្សេងៗអញ្ចឹងមានន័យថាបញ្ញត្តិហ្នឹងគឺវាទាញចេញពីអថេរប៉ុន្តែអថេរហ្នឹងទាញចេញពីទ្រឹស្ដីផ្សេងៗអញ្ចឹងរូបរាងនេះគេចង់បញ្ជាក់ថានៅពេលដែលយើងអានទ្រឹស្ដីនៅពេលយើងអានសភៅនៅពេលយើងជួបពិភាក្សាជាមួយអ្នកដទៃអញ្ចឹងយើងបានគំនិតបានយោបល់បានទ្រឹស្ដីពីគេអញ្ចឹងនៅក្នុងទ្រឹស្ដីហ្នឹងវាមានរំលេចជាអថេរប៉ុន្តែគេថាអថេរទាំងឡាយណាដែលមិនអាចវាស់វែងបានវាជាបញ្ញត្តិមិនអាចគុណគូជាលេខបានវាជាបញ្ញត្តិឬក៏អថេរទាំងឡាយណាដែលមានលក្ខណៈជាអរូបីវាជាបញ្ញត្តិតែក្នុងករណីអថេរទាំងឡាយណាដែលអាចវាស់វែងបានគុណគូបានមានលក្ខណៈជារូបីអានឹងវាជាអថេរអញ្ចឹងមានន័យថានៅពេលដែលយើងអានសភៅនៅពេលយើងនិយាយមួយអ្នកដទៃយើងទទួលគំនិតពីគេទទួលទ្រឹស្ដីពីគេប៉ុន្តែយើងត្រូវចាំថានៅក្នុងទ្រឹស្ដីលេចរូបរាងជា2រូបរាងទី1ថាធាតុដែលយើងបានពីទ្រឹស្ដីនោះបើសិនអាចវាស់វែងបានជាតួលេខគេថាវាជាអថេរតែបើសិនធាតុទាំងអស់នោះយើងមិនអាចវាស់វែងបានជាតួលេខវាមានលក្ខណៈជាអរូបីគេថាធាតុទាំងអស់នោះមានលក្ខណៈជាបញ្ញត្តិអញ្ចឹងត្រង់ចំណុចនេះហើយគេបញ្ជាក់ថាបញ្ញត្តិហ្នឹងគឺវាកើតចេញពីអថេរក្នុងករណីអថេរទាំងនោះមិនអាចវាស់វែងជាតួលេខបានប៉ុន្តែអថេរនោះគឺចេញមកពីណាមកពីទ្រឹស្ដីផ្សេងៗអញ្ចឹងយើងមើលលក្ខណៈខុសគ្នារវាងអថេរនិងបញ្ញត្តិអញ្ចឹងលក្ខណៈខុសគ្នាហ្នឹងគឺជាទូទៅគេសំដៅទៅលើធាតុ5សំខាន់ធាតុទី1នេះគេថាអថេរនឹងមានលក្ខណៈរូបីបញ្ញត្តិអរូបីរូបីមិនថាប៉ះបានស្ទាបបានអរូបីប៉ះមិនបានស្ទាបបានអថេរនឹងគឺចំពោះដែលភាសាអង់គ្លេសថា specific ចំណែកបញ្ញត្តិនឹងគឺទូទៅហៅថា universal ឬក៏ broad បាទហៅថា broad ចំណែកអថេរនឹងគឺសង្កេតបានវាស់បានរាប់បានគណនាបានចំណែកបញ្ញត្តិនឹងគឺមិនអាចសង្កេតបានមិនអាចវាស់បានមិនអាចរាប់បានមានថាវាមានលក្ខណៈជាអរូបីឬក៏អថេរនឹងមានលក្ខណៈជាជាក់លាក់បាទចំណែកបញ្ញត្តិហ្នឹងគឺសកលមិនថាជាក់លាក់ហ្នឹងច្បាស់លាស់បាទប្រតុកក្អីចំណែកសកលហ្នឹងគឺទូទៅបាទយើងអត់ដឹងថាវាជាអីទេប្រហែលថាគេនិយាយពីតុកទៅជាអថេរដល់បញ្ញត្តិទៅនិយាយពីទម្រង់បាទជាងទម្រង់វាមានលក្ខណៈទូទៅលក្ខណៈសកលយើងអត់អាចកំណត់ថាវាយ៉ាងដូចតែទេអថេរអាចផ្ទៀងទាត់បានផ្ទៀងទាត់ហ្នឹងគឺមានថាអាចវាស់វែងជាតួលេខបានហ្នឹងបាទអាចរាប់1 2 3បានបាទអាចគិតភាគរយបានចំណែកបញ្ញត្តិហ្នឹងគឺគ្រាន់តែមានឧទាហរណ៍មកតំណាងទេបាទវាអត់មានន័យជាក់លាក់ទេបាទអញ្ចឹងអានេះគឺជាធាតុគោលភាពខុសគ្នារវាងអថេរនិងបញ្ញត្តិហើយបញ្ញត្តិនេះកុំភ្លេចថាយើងទាញចេញពីអថេរបើគ្មានអថេរក៏គ្មានបញ្ញត្តិដែរអញ្ចឹងមានថាបញ្ញត្តិនេះបង្កើតចេញមកពីអថេរហើយអថេរទាញចេញមកពីទ្រឹស្ដីអញ្ចឹងចង់ទាញអារម្មណ៍របស់យើងទាំងអស់គ្នាឲ្យស្វែងយល់ត្រង់ហ្នឹងអញ្ចឹងហើយបានជាក្នុងការស្រាវជ្រាវហ្នឹងគេទាមទារឲ្យយើងរំលឹកបណ្ណាល័យសាស្ត្រនៅក្នុងចម្ពោះទី2ហ្នឹងសួររំលឹកបណ្ណាល័យសាស្ត្រហ្នឹងបានអ្វីមកគឺបានធាតុ2បានធាតុទី1គឺអថេរហើយអថេរយើងដឹងហើយថាក្នុងវីដេអូដែលខ្ញុំបង្ហាញពីមុនហ្នឹងគឺវាប្រើនៅក្នុងការស្រាវជ្រាវបរិមាណវិស័យហើយវាបង្កើតទៅជាក្របខ័ណ្ឌទ្រឹស្ដីចំណែកបញ្ញត្តិគឺប្រើនៅក្នុងគុណវិស័យទាញចេញមកពីទ្រឹស្ដីដែរប៉ុន្តែមានលក្ខណៈអរូបីហើយប្រើប្រាស់ក្នុងការស្រាវជ្រាវគុណវិស័យអញ្ចឹងចង់បញ្ជាក់ជូនលោកគ្រូបន្តិចដើម្បីកុំឲ្យថាលោកគ្រូថាចាស់បណ្ណារំលឹកបណ្ណាល័យសាស្ត្រចំពោះទី2ហ្នឹងមិនចាំអានទ្រឹស្ដីមកច្រើនណាហើយបើសិនជាលោកគ្រូអានទ្រឹស្ដីមកអត់ច្រើនទេលោកគ្រូបានអធិប្បាយបានបញ្ញត្តិទេហើយបើបានអធិប្បាយបានបញ្ញត្តិ
ការស្រាវជ្រាវរបស់យើងបរិមាណផ្សាយគុណផ្សាយនេះក៏គ្មានដែរឬក៏បើអានទ្រឹស្ដីនឹងខុសអធិទាញចេញមកខុសឬបញ្ញត្តិទាញចេញមកខុសអញ្ចឹងអាការស្រាវជ្រាវហ្នឹងប្រើបរិមាណផ្សាយឬប្រើគុណផ្សាយវាខុសទាំងអស់អញ្ចឹងបានគេបញ្ជាក់ឡើងអញ្ចឹងមានថាអាទ្រឹស្ដីលោកគ្រូអានសភៅលោកគ្រូដឹងលឺពីគេហ្នឹងគឺត្រូវតែជាទ្រឹស្ដីមួយមានលក្ខណៈច្បាស់លាស់ដែលទ្រាំទ្រឬក៏ពាក់ព័ន្ធជាមួយបញ្ហាដែលយើងសិក្សាស្រាវជ្រាវអញ្ចឹងចង់ឲ្យយើងទាំងអស់គ្នាពិនិត្យមើលឧទាហរណ៍ថាតើគេទាញបញ្ញត្តិចេញពីអធិយ៉ាងដូចម្ដេចបាទហើយឧទាហរណ៍នេះគឺចង់ឲ្យលោកគ្រូនឹងស្វែងយល់ឲ្យងាយយល់អញ្ចឹងខ្ញុំក៏លើកឧទាហរណ៍តាក់ទងជាមួយនឹងអ្វីដែលជាការជួបប្រទះប្រចាំថ្ងៃឧទាហរណ៍គេនិយាយពីស្រីឬក៏នារីអាហ្នឹងវាអធិបាទស្រីខ្មែរស្រីចិនទៅស្រីមួយស្រីពីរទៅឧទាហរណ៍បាទយើងទាញចេញពីទិសដីណាមួយនិយាយពីស្រីណាស្រីមួយស្រីពីរស្រីចិនស្រីខ្មែរទៅដល់ពេលបញ្ញត្តិនិយាយសម្ផស្សអកប្បកិរិយាអត្តចរិតភាពតាក់ទាញអញ្ចឹងមានថាអបញ្ញត្តិនេះគឺវារកបានស្ទាបបានទេអរូបីហើយអាសម្ផស្សអកប្បកិរិយាអត្តចរិតភាពតាក់ទាញនេះមិនមែនប៉ុណ្ណឹងណាវាអាចច្រើនយ៉ាងអាស្រ័យទៅលើមនុស្សម្នាក់បុគ្គលម្នាក់ហ្នឹងគាត់យល់ឃើញអមថាឥឡូវជនជាតិខ្មែរគាត់យល់ឃើញយ៉ាងទៅជនជាតិចិនគាត់យល់ឃើញក្រៅពីហ្នឹងទៅជនជាតិថៃយល់ឃើញក្រៅពីហ្នឹងទៅជនជាតិជប៉ុនអាមេរិកអីយល់ឃើញក្រៅពីហ្នឹងទៅអញ្ចឹងកាលណាគេនិយាយបញ្ញត្តិហ្នឹងគឺវាអាស្រ័យទៅលើបុគ្គលម្នាក់អាស្រ័យទៅលើបទពិសោធន៍បុគ្គលម្នាក់អាស្រ័យទៅលើទីតាំងដែលបុគ្គលឆ្លងកាត់ឬបុគ្គលធ្លាប់រស់នៅអញ្ចឹងបញ្ញត្តិហ្នឹងវាប្រែប្រួលបញ្ញត្តិហ្នឹងវាទូទៅដោយយើងមើលធាតុខាងដើមខ្ញុំជែកពីហ្នឹងអញ្ចឹងអាចចំណុចហ្នឹងហើយនេះមានន័យថាអធិមួយនេះគេអាចទាញបញ្ញត្តិបានច្រើនណាស់អាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ហើយបញ្ញត្តិនោះសួរតែខុសត្រូវដែរទេគេអត់និយាយរឿងខុសត្រូវគេគ្រាន់ថាបើបុគ្គលនឹងគាត់មានបទពិសោធន៍តិចគាត់ឆ្លងកាត់រឿងនឹងតិចអញ្ចឹងបញ្ញត្តិតែគាត់រកមកហ្នឹងក៏មានលក្ខណៈបែបហ្នឹងដែរប្រសិនបើបុគ្គលធ្លាប់ធ្វើរឿងនឹងច្រើនអញ្ចឹងបញ្ញត្តិដែលគាត់រកមកហ្នឹងក៏វាមានលក្ខណៈបែបហ្នឹងដែរអញ្ចឹងត្រង់ចំណុចនេះចង់ទាមទារឲ្យយើងទាំងគ្នាស្វែងយល់ថាបញ្ញត្តិនេះគឺទាញចេញពីអធិហើយវាអាស្រ័យទៅលើបទពិសោធន៍របស់យើងម្នាក់អញ្ចឹងនៅពេលដែលយើងធ្វើការស្រាវជ្រាវគេទាមទារឲ្យយើងនឹងអានទ្រឹស្ដីឲ្យបានច្រើនដើម្បីទាញបញ្ញត្តិនឹងឲ្យបានត្រឹមត្រូវប្រសិនបើយើងអានទ្រឹស្ដី1 2ហើយទាញបញ្ញត្តិនោះនឹងអាចមានលក្ខណៈលំអៀងច្រើនអញ្ចឹងទាមទារឲ្យយើងអានឲ្យច្រើនជាពិសេសនៅក្នុងជំពូកទី2ដោយយើងបានយល់ហើយថាយើងប្រើទ្រឹស្ដីច្រើនហមថានៅក្នុងតេសេអត្ថបទមួយឬការស្រាវជ្រាវមួយមិនតិចជាងពី50ទៅ100ឯកសារយោងអញ្ចឹងអាកន្លែងគេនិយាយថាមិនតិចជាង50ទៅ100ឯកសារយោងគឺគេចង់បញ្ជាក់ថាឲ្យយើងអានច្រើនដើម្បីឲ្យយើងទាញបញ្ញត្តិនឹងមានលក្ខណៈទូលំទូលាយហើយវាឆ្លើយតបទៅនឹងបញ្ហាដែលយើងសិក្សាអញ្ចឹងដូចជាយើងឃើញទាំងក្រោមនេះស្រាវការផលិតធាតុផ្សំគុណសម្បត្តិគុណបត្តិទៅលបែងតម្រង់របៀបលេងគុណសម្បត្តិគុណបត្តិប្រពៃណីដើមកំណើតប្រតិបត្តិការបងវឌ្ឍនភាពអញ្ចឹងមិនមែនមានប៉ុណ្្នឹងទេអញ្ចឹងមានន័យថាវាអាស្រ័យទៅលើការយល់ឃើញអាស្រ័យទៅលើបរិបទរបស់សង្គមមួយអាស្រ័យទៅលើអ្វីដែលមនុស្សបានឆ្លងកាត់មនុស្សធ្លាប់ជួបអញ្ចឹងគឺគាត់នឹងអាចបង្ហាញពីបញ្ញត្តិផ្សេងគ្នាដែលចេញពីអធិហ្នឹងអញ្ចឹងនៅពេលដែលគេនិយាយពីបញ្ញត្តិផ្សេងគ្នាហ្នឹងអាហ្នឹងហើយគឺជាការឈានទៅរកការបង្កើតថ្មីបាទអញ្ចឹងអាការបង្កើតថ្មីនេះវាចេញណាចេញមកពីមនុស្សយល់ឃើញបញ្ញត្តិផ្សេងគ្នាទាញចេញពីអធិណាមួយអញ្ចឹងចង់ឲ្យយើងចាប់អារម្មណ៍ត្រង់បន្តិចបាទថាអាបញ្ញត្តិហ្នឹងมันកើតចេញពីអធិបាទហើយបញ្ញត្តិហ្នឹងប្រែប្រួលទៅតាមបទពិសោធន៍តាមទីកន្លែងរបស់បុគ្គលម្នាក់អញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ជូនដល់គ្នាយើងទាំងអស់គ្នាថាបញ្ញត្តិនេះវាប្រែប្រួលអញ្ចឹងមានថាអធិមួយនេះគេអាចទាញបញ្ញត្តិបានច្រើនណាស់សួរតែហេតុអីបានទាញបញ្ញត្តិបានច្រើនហើយអាទាញបញ្ញត្តិបានច្រើននេះគេថាអាហ្នឹងអធិមួយហ្នឹងបើនិយាយទៅអបញ្ញត្តិបើនិយាយពីទ្រឹស្ដីគេថានៅក្នុងតាក់ទងជាមួយនឹងទ្រឹស្ដីគេទាញបានអធិបាទអធិ1អធិ2អធិ3អញ្ចឹងមានន័យថាទ្រឹស្ដី1តំណាងបុគ្គល1ទៅទ្រឹស្ដី2តំណាងបុគ្គល2ទ្រឹស្ដី3តំណាងបុគ្គល3ទ្រឹស្ដី4តំណាងបុគ្គល4អញ្ចឹងមានថាការយល់ឃើញរបស់បុគ្គល2 3 4 5នាក់ហ្នឹងគឺមានការប្រែប្រួលខុសៗគ្នាទៅលើអ្វីដែលគេនិយាយហ្នឹងបាទពីព្រោះវាជាភាពអរូបីវាជាបទពិសោធន៍ដែលគេធ្លាប់ជួបអញ្ចឹងហើយគេថាបញ្ញត្តិហ្នឹងមានការប្រែប្រួលនៅពេលដែលមនុស្សឲ្យបញ្ញត្តិទៅលើអធិអ្វីមួយវាមានការប្រែប្រួលទៅតាមការយល់ឃើញរបស់បុគ្គលតាមជំនឿបីនេះទៅតាមបទពិសោធន៍របស់គុណម្នាក់តាមកម្រិតយល់ដឹងរបស់គុណម្នាក់តាមសហគមន៍ឬសង្គមហើយចង់បញ្ជាក់ជូនគ្នាយើងដល់គ្នាបន្តិចថាត្រង់នេះគឺអត់មិនមែនថាបុគ្គលកក៏យល់ឃើញនឹងយល់ខុសទេមិនមែនទេដោយសារគាត់ឆ្លងកាត់គាត់មានបទពិសោធន៍ហ្នឹងគាត់យល់បានប៉ុណ្ណឹង
អាច10%họ បកគលគោខនោះគាត់យល់ស៊ីជម្រៅមិនមែនថាគាត់នឹងអស់ចាទេគាត់ថាគាត់ឆ្លងកាត់រឿងនឹងច្រើនគាត់មានបទពិសោធន៍ច្រើនអញ្ចឹងការយល់របស់គាត់ហ្នឹងគឺស៊ីជម្រៅអាចបាន80ទៅ90%ប៉ុន្តែសួរថាអ្នកយល់10%អ្នកយល់90%នឹងគាត់អត់ខុសទេគ្រាន់តែបុគ្គលទាំងនោះគាត់រស់នៅក្នុងបរិបទផ្សេងគ្នាគាត់ជួបរឿងនឹងផ្សេងគ្នាគាត់មានចំណែកផ្សេងគ្នាអញ្ចឹងធ្វើឲ្យការគិតអរូបីរបស់គាត់ទៅលើអធិហ្នឹងក៏មានលក្ខណៈខុសគ្នាដែរប៉ុន្តែនៅក្នុងការស្រាវជ្រាវសូមបញ្ជាក់ជូនឡើងវិញទោះបីជាបុគ្គលនោះមានបទពិសោធន៍តិចឬក៏ច្រើនប៉ុន្តែគេទាមទារឲ្យបុគ្គលទាំងអស់នោះគឺធ្វើការរំលឹកបណ្ណាល័យសាស្ត្រមានថាអានទ្រឹស្ដីឲ្យច្រើនអានអត្ថបទឲ្យច្រើនអានឯកសារពាក់ព័ន្ធឲ្យច្រើនដើម្បីទាញបានបញ្ញត្តិមួយដែលមានលក្ខណៈទូទៅហើយយកមកគ្រប់គ្រងប្រធានបទដែលកំពុងសិក្សាស្រាវជ្រាវអញ្ចឹងត្រង់នេះចង់បង្ហាញជូនលោកគ្រូអ្នកគ្រូទៅធៀបដើមវិញថាតើការបង្កើតក្របខ័ណ្ឌបញ្ញត្តិដែលយើងហៅថា conceptual framework គេបង្កើតមិនអញ្ចឹងដូចលោកគ្រូបានឃើញមិញអញ្ចឹងណាថាមានបញ្ញត្តិច្រើនណានិយាយទៅលើអធិរាមួយអញ្ចឹងនេះទ្រឹស្ដីផ្សេងមានទ្រឹស្ដីកទ្រឹស្ដីខទ្រឹស្ដីកបាទអញ្ចឹងចេញពីទ្រឹស្ដីគេទាញបានបញ្ញត្តិអបថាឥឡូវទ្រឹស្ដីកទាញបានបញ្ញត្តិពី3ទៅទ្រឹស្ដីខទាញបានបញ្ញត្តិពី3ទ្រឹស្ដីកទាញបានបញ្ញត្តិពី3ហើយបញ្ញត្តិទាំងទ្រឹស្ដីកទាំងទ្រឹស្ដីខហ្នឹងគឺជាបញ្ញត្តិដែលនិយាយពីអធិរាមួយក្នុងប្រធានបទហ្នឹងអញ្ចឹងគេអត់លោកគ្រូមើលឡើងនេះណាអញ្ចឹងមានថាបញ្ហានៅក្នុងប្រធានបទហ្នឹងគឺមានការយល់ឃើញផ្សេងគ្នាទៅលើហ្នឹងបាទក្រុមមនុស្សមួយក្រុមនេះគេយល់ថាចេះទៅមនុស្សមួយក្រុមយល់ថាចេះមនុស្សមួយក្រុមតាមចេះអញ្ចឹងកន្លែងហ្នឹងហើយគេហៅថាការបង្កើតក្របខ័ណ្ឌបញ្ញត្តិលោកគ្រូមើលអត់មានសញ្ញាព្រួយទៅមកទេគ្រាន់គេថាមានមនុស្សជាច្រើនយល់ឃើញទៅនឹងផ្សេងគ្នាអញ្ចឹងមានន័យថានៅពេលដែលគេធ្វើការស្រាវជ្រាវនេះដើម្បីដោះស្រាយបញ្ហាហ្នឹងមានន័យថាគេនឹងជួបសម្ភាសគេនឹងជួបសង្កេតមនុស្សផ្សេងគ្នាដើម្បីស្វែងយល់ពីការយល់ឃើញរបស់គាត់ផ្សេងគ្នាទៅលើបញ្ហាហ្នឹងថាតើគាត់យល់ឃើញយ៉ាងដូចម្ដេចទើបយើងសរុបចុងក្រោយមកបានទៅជាបង្កើតថ្មីចឹងអត់ទាន់ណាចឹងនៅពេលលោកគ្រូគូសគំនូសតាងក្របខ័ណ្ឌបញ្ញត្តិ conceptual framework គឺលោកគ្រូទៅមើលតម្រងនេះអញ្ចឹងមិនមែនយកទ្រឹស្ដីណាមួយផ្ទៀងផ្ទាត់ដូចបរិមាណវិស័យទេដូចក្របខ័ណ្ឌទ្រឹស្ដីទេអានេះគឺទ្រឹស្ដីផ្សេងយើងទៅសម្ភាសគេបានទ្រឹស្ដីផ្សេងយើងមកធ្វើសង្យុគដើម្បីឈានទៅរកការបង្កើតថ្មីក្នុងការដោះស្រាយបញ្ហាហ្នឹងអញ្ចឹងកន្លែងនេះគឺចង់សង្ខេបជូនលោកគ្រូអ្នកគ្រូបន្តិចមុននឹងយើងមើលទីហោអញ្ចឹងគេថាក្របខ័ណ្ឌបញ្ញត្តិហ្នឹងគឺឈានទៅរកការបង្កើតថ្មីព្រោះតើណាពីព្រោះអីពីព្រោះក្របខ័ណ្ឌបញ្ញត្តិហ្នឹងកើតចេញពីការយល់ឃើញខុសគ្នារបស់មនុស្សដែលឆ្លងកាត់រឿងរ៉ាវដែលយើងកំពុងសិក្សាអញ្ចឹងនៅពេលដែលមនុស្សឆ្លងកាត់រឿងរ៉ាវយើងកំពុងសិក្សាផ្សេងគ្នាក៏ឲ្យយោបល់មកគាត់ចែករំលែកមកពេលនោះយើងបានប្រដឹងយើងនឹងអាចសរុបទៅរកការបង្កើតថ្មីមួយអញ្ចឹងគេថាក្របខ័ណ្ឌបញ្ញត្តិឈានរកការបង្កើតថ្មីហើយយើងនឹងឲ្យថានៅពេលគេនិយាយការបង្កើតថ្មីវាជាវត្ថុបំណងរបស់ការស្រាវជ្រាវគុណវិស័យព្រោះការស្រាវជ្រាវគុណវិស័យវត្ថុបំណងធំនេះគេហៅថា theory generation ការបង្កើតទ្រឹស្ដីថ្មីអញ្ចឹងក្របខ័ណ្ឌបញ្ញត្តិឈានទៅរកការបង្កើតថ្មីការបង្កើតថ្មីជាវត្ថុបំណងរបស់ការស្រាវជ្រាវគុណវិស័យដូច្នេះក្របខ័ណ្ឌបញ្ញត្តិត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវគុណវិស័យតែប៉ុណ្ណោះជាក់ជូនលោកគ្រូហើយណាតិចទៅសេ conceptual framework អីនៅក្នុងបរិមាណវិស័យអាហ្នឹងទៅហើយមិនដឹងតណាក៏មិនដឹងដែរហើយបើនិយាយទៅត្រូវមិនដឹងថាត្រូវឲ្យគេអាចភាសាខ្មែរយើងថាមួយដៃពីរដៃមួយជើងពីរជើងអញ្ចឹងណាត្រូវដែរតែត្រូវបែបហ្នឹងអញ្ចឹងយើងអត់ច្បាស់ណាអញ្ចឹងដល់ពេលដែលយើងប្រើ conceptual framework ហ្នឹងក្របខ័ណ្ឌបញ្ញត្តិហ្នឹងគឺប្រើប្រាស់នៅក្នុងការស្រាវជ្រាវគុណវិស័យហើយកុំចេះតែថាអត់ខុសគ្រូណាអាហ្នឹងគឺខុសបើសិនជាអត់ប្រើប្រាស់តាមលក្ខណៈបែបហ្នឹងបាទពីព្រោះគេបានបញ្ជាក់ឲ្យថាក្របខ័ណ្ឌបញ្ញត្តិឈានរកការកាត់ថ្មីការកាត់ថ្មីគឺជាវត្ថុបំណងរបស់ការស្រាវជ្រាវគុណវិស័យអញ្ចឹងក្របខ័ណ្ឌបញ្ញត្តិហ្នឹងប្រើនៅក្នុងការស្រាវជ្រាវគុណវិស័យហើយយើងថាសួរចោះក្នុងបរិមាណវិស័យក្នុងវីដេអូជុំមុនបានបញ្ជាក់ឲ្យបរិមាណវិស័យគេប្រើ theoretical framework មានថាក្របខ័ណ្ឌទ្រឹស្ដីពីព្រោះគេយកទ្រឹស្ដីណាមួយយកមកគេផ្ទៀងផ្ទាត់អញ្ចឹងនៅពេលដែលគេរំលឹកបណ្ណាល័យសាស្ត្រចម្ពោះទី2នៅទំព័រចុងក្រោយគេមានអាខួរក្បាលហ្នឹងមកខួរក្បាលគុណវិស័យចេញខួរក្បាលក្របខ័ណ្ឌបញ្ញត្តិខួរក្បាលបរិមាណវិស័យចេញក្របខ័ណ្ឌអីគេទ្រឹស្ដីអញ្ចឹងចុងក្រោយសំខាន់នៅក្នុងចម្ពោះទី2នៅពេលអានទ្រឹស្ដី50 60 100 200អត្ថបទហ្នឹងចេញមកគឺសង្ខេបបានមកខ្លីប៉ុណ្ណឹងថាអាធាតុគូលគេនិយាយរឿងហ្នឹងមានប៉ុណ្ណេះក្នុងគុណវិស័យហោះអាធាតុសំខាន់នៅក្នុងបរិមាណវិស័យនៅក្នុងទ្រឹស្ដីមានប៉ុណ្ណេះបើសិនជាការស្រាវជ្រាវបរិមាណវិស័យប៉ុន្តែកន្លែងនេះគឺគុណវិស័យដោយសារវាយើងនិយាយក្របខ័ណ្ឌបញ្ញត្តិអញ្ចឹងបញ្ជាក់ជូនគ្នាយើងម្ដងទៀតដើម្បីឲ្យយើងច្បាស់លាស់ហើយកុំ
tháng cho kê vừa muốn bài chẳng đài mà còn có anh đang chỉ riêng bậc kê sầm hẹp dưỡng cứ dương mưa trầm tới hai pra pra tám là làm chỉ sai anh ấy cứ chia từ họ chứng thì họ cọp khăn phải nhặt thì họ tha chấm nóng chương cao dùng khơi được bọn sật bẩn đất ai cái tê bắp lưỡi can vọt bắp trả cho là vuông là cảm chia chứng có tha can vọt bắp trả cho này chứng cái vật bắp trả cho là cụ cả lớn đi sắt co cả tháng tại tôi mới cặp bạc no tại tôi mới nhà trả cho tại một ngày trả cho họ làm đạp ở phía cả bà bò chứng dương họ đang thể hiện chỉ cái du khơi chứng bên đang dương tàu sông phía tàu su kia mới ta cái du khơi nhưng mà đá tơ lư à thiết ngon nè chứng như là tha này từ đây xem tại dương an tại tôi chỉ mùi này thế tại tôi chỉ mùi năng bành hà thế này bà cả là vật bạc trả cho đó chứng dương tàu buộc tiviต่อ an กับลูกกับเพลย์มออาจ60 70 តំពាន់ណាប៉ុន្តែ60 70 តំពាន់ត្រូវតែពាក់ព័ន្ធជាមួយនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមិនមែន60 70 តំពាន់ស្រាប់តែមានផ្លូវច្បាប់ចរាចរណ៍ផ្លូវគោកផ្លូវទឹកផ្លូវអាកាសអីណាអាហ្នឹងទៅហើយនឹងតាណាទេអញ្ចឹងមើលផងថា60 70 តំពាន់ត្រូវតែនិយាយរឿងតែមួយហ្នឹងប៉ុន្តែ60 70 តំពាន់មានទ្រឹស្ដីច្រើនណាស់គេនិយាយហ្នឹងអញ្ចឹងអាហ្នឹងហើយគេថាជាបញ្ញត្តិអញ្ចឹងយើងបានធៀបហ្នឹងបានទីពិទ្យាយើងមកបង្កើតគេក្របខ័ណ្ឌបញ្ញត្តិអាហ្នឹងហើយគេហៅថា conceptual framework អញ្ចឹងអត់មានគំនូសព្រួយតាណាបាទអញ្ចឹងមានថាយើងយកអាហ្នឹងជាខួរក្បាលក្នុងចម្ពោះទី2ទំព័រចុងក្រោយគេដាក់ហ្នឹងគោះហ្នឹងអញ្ចឹងហើយបើអត់មានអាហ្នឹងទេជួនកាលការស្រាវជ្រាវរបស់យើងជាក្តីសម័យអាចថាចេញមកពីណាក៏មិនដឹងដែរបាទចេញផ្អិនព្រំណាក៏មិនដឹងដែរទីហោបាទអញ្ចឹងនៅក្នុងចុងទំព័រចម្ពោះទី2រំលឹកបណ្ណាល័យសាសហ្នឹងគឺត្រូវបង្ហាញគូក្បាលឲ្យចេញពីពួកគូក្បាលហើយគេថាអា60 70 80ទំព័ររបស់គូក្បាលប៉ុណ្ណឹងហើយយើងយកអាហ្នឹងជាតម្រុយគំនិតដើម្បីទៅសភាគេតើគេឲ្យយោបល់គិតយ៉ាងម៉េចចំពោះរឿងទាំងអស់ហ្នឹងបាទឧទាហរណ៍ទី1ឧទាហរណ៍ទី2អញ្ចឹងឯលក្ខណៈគូបញ្ញត្តិហ្នឹងវាអាស្រ័យទេអាចគូបែបខាងលើមិញក៏បានគូបែបនេះក៏បានអញ្ចឹងអានេះឧទាហរណ៍ការឆ្លុះបញ្ចាំងពីការចូលរួមចំណែករបស់ស្ទាប់យុវជនក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាឧទាហរណ៍បាទអញ្ចឹងនៅពេលគេនិយាយពីការថែរក្សាបូរណភាពមានទ្រឹស្ដីខ្លះគេនិយាយពីសកម្មពីភាពទ្រឹស្ដីខ្លះគេនិយាយពីការលះបង់ទ្រឹស្ដីខ្លះគេនិយាយពីការឯកភាពជាតិទ្រឹស្ដីខ្លះគេនិយាយពីការចូលរួមអញ្ចឹងពេលចុងក្រោយនៃចម្ពោះទី2រំលឹកបណ្ណាល័យសាសហ្នឹងយើងទៅសេ60 100 200ទំព័រហ្នឹងចុងក្រោយយើងសង្ខេបបានប៉ុណ្ណឹងអាធាតុហ្នឹងគេហៅថាជាធាតុ concept ជា construct ជាធាតុបញ្ញត្តិដែលយើងនឹងយកជាតម្រុយកំណត់ដើម្បីទៅសម្ភាសឬទៅសង្កេតគេថាតើគេយល់ឃើញយ៉ាងដូចម្តេចទៅលើអាធាតុទាំងអស់ហ្នឹងឬក៏គេគិតយ៉ាងដូចម្តេចទៅលើធាតុទាំងអស់ហ្នឹងហើយអាធាតុទាំងអស់ហ្នឹងហើយវាមិនដោះស្រាយបញ្ហាដែលយើងសិក្សាស្រាវជ្រាវអញ្ចឹងត្រង់ហ្នឹងហើយគេហៅថាជាក្របខ័ណ្ឌបញ្ញត្តិប្រើនៅក្នុងការស្រាវជ្រាវគុណវិស័យអញ្ចឹងលោកគ្រូសំអូនសង្ឃឹមថាវីដេអូមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូអ្នកគ្នាជាពិសេសតាក់ទងជាមួយនឹងការសរសេរក្របខ័ណ្ឌបញ្ញត្តិនៅក្នុងការស្រាវជ្រាវគុណវិស័យលោកគ្រូសំអូនសូមអរគុណសូមជម្រាបលា